មានបងប្អូនយើងជាច្រើនដែលគាត់បារម្ភថាគាត់មានបញ្ហាជាំផងក្រហមផងសរសៃក្រហមផងតើគាត់គួរតែប្រើប្រាស់ឬក៏គាត់គួរតែរកដំណោះស្រាយមួយណាដើម្បីធ្វើឲ្យស្បែកគាត់វិវត្តមកល្អវិញនេះគឺជាសំណួរដែលអតិថិជនបានសួរលោកគ្រូអញ្ចឹងលោកគ្រូអាចបញ្យល់ទៅអតិថិជនទាំងអស់គ្នាវិញថានៅពេលដែលបងប្អូនជួបជាមួយនឹងបញ្ហាទាំងអស់នោះជាដំបូងបំផុតដែលបងប្អូនគួរតែកត់សម្គាល់គឺបងប្អូនជ្រើសរើសកន្លែងមួយដែលត្រឹមត្រូវទី2បងប្អូនគួរតែជ្រើសរើសនៅផលិតផលមួយណាដែលអាចបញ្ចូលចេញពីអ្នកឯកទេសឬក៏អ្នកដែលមានបទពិសោធន៍ខ្ពស់ដើម្បីកុំឲ្យបងប្អូនចេះតែប្រើប្រាស់ផលិតផលទៅពីអញ្ចឹងនៅពេលដែលបងប្អូនជួបជាមួយនឹងបញ្ហាគឺបងប្អូនអាចដោះស្រាយវាបានទេប៉ុន្តែបើសិនជាបងប្អូនបានយល់ដឹងពីបញ្ហារបស់បងប្អូនច្បាស់ហើយបងប្អូនចង់រកកន្លែងពិគ្រោះមួយដែលល្អឬក៏បងប្អូនទុកចិត្តបងប្អូនអាចប្រឹក្សាក្នុងការប្រើប្រាស់នៅផលិតផលឬក៏សេវាកម្មមួយណាមួយពីអ្នកជំនាញច្បាស់លាស់នោះបងប្អូននឹងទទួលបាននៅការព្យាបាលមួយយ៉ាងល្អទៀតសោតដោយនៅខាងលោកគ្រូនៅពេលដែលបងប្អូនកំពុងតែមានបញ្ហាបងប្អូនអាចមកប្រឹក្សាដល់កន្លែងក៏បានឬក៏បងប្អូនអាចប្រឹក្សានៅក្នុងឆាតក៏បានដើម្បីសួរនាំពីបញ្ហាបងប្អូនបន្ទាប់ពីការសួរនាំហើយក្រុមការងារឬក៏ក្រុមអ្នកគ្រូឬក៏លោកគ្រូគាត់នឹងណែនាំផលិតផលមួយណាដែលស័ក្តិសមជាមួយនឹងបញ្ហាទៅតាមស្បែកមុខរបស់បងប្អូនតែម្ដងហើយបញ្ហាដែលបងប្អូនកំពុងតែជួបដូចជាបញ្ហាមុខក្រហមសរសៃក្រហមរលាកឬក៏មានបញ្ហាជាំជាយូរឆ្នាំបញ្ហាទាំងអស់នោះច្បាស់ណាស់បងប្អូនប្រើតែផលិតផលមួយមុខមិនអាចដោះស្រាយបានទេវាទៅតាមបច្ចេកទេសនៅតាមបញ្ហានីមួយៗអញ្ចឹងនៅខាងលោកគ្រូគឺយើងមានគ្រប់បញ្ហាផលិតផលបញ្ហាស្បែកមុខគឺយើងមានទៅតាមមុខជំនាញនីមួយៗហើយនឹងដាក់ឲ្យត្រូវទៅតាមបញ្ហារបស់បងប្អូនតែម្ដងអញ្ចឹងបើសិនជាបងប្អូនមានតែបញ្ហាជាំតែមួយមុខទេគឺបងប្អូនអាចប្រើប្រាស់នៅផលិតផលជាំប៉ុន្តែបើសិនជាបងប្អូនមានផលិតផលមានបញ្ហាទាំងក្រហមទាំងជាំឬទាំងរលាកនោះគឺបងប្អូនត្រូវតែប្រើប្រាស់ជាឈុតឬក៏ជា set តែម្ដងអញ្ចឹងបើសិនជាបងប្អូនបានមើលជាមួយនឹងវីដេអូនេះហើយកំពុងតែជួបបញ្ហាដោយលោកគ្រូបានរៀបរាប់មិញបងប្អូនអាចឆាតមកឡើងមកដើម្បីទទួលការប្រឹក្សាទាំងអស់គ្នា